សាររបស់ប្រព័ន្ធថាលោកជោគជ័យឥឡូវលោកគ្រូចង់ចូលទៅបំពេញថែមឬមួយក៏ចង់ដឹងថាតើទិន្នន័យដែលបញ្ចូលមិញហ្នឹងវាពិតជាអញ្ចឹងមែនអត់ពិតជាជោគជ័យមែនអត់ចឹងលោកគ្រូចុចទៅកន្លែងបិញដែរតើមកលោកគ្រូនឹងឃើញថាអ្វីដែលខំបញ្ចូលមិញហ្នឹងវាមិនដឹងលោតតាណាអស់អញ្ចឹងនេះជាចម្ងល់ដែលលោកគ្រូភាគច្រើនឃើញបាទអញ្ចឹងពីខ្ញុំទៅគឺកន្លែងលោកគ្រូបញ្ចូលកន្លែងនេះគឺលោកគ្រូបញ្ចូលទាំងអត់ដឹងថាខ្លួនឯងបញ្ចូលបានប៉ុណ្ណាបាទតើមកលោកគ្រូអាចតែឆែកមើលនេះជាសារបាទ 100% គឺព័ត៌មានហ្នឹងគឺប្រកាស 100% ថាលោកគ្រូបានបញ្ចូលបានពេញលេញបាទចំណែកព័ត៌មានមួយចំនួនទៀតលោកគ្រូអាចបំពេញនៅពេលក្រោយបានរបៀបបញ្ចូលព័ត៌មានសិស្សនៅក្នុងថ្នាលបឋម POP ទទួលបាន 100% ជាដំបូងលោកគ្រូចូលទៅកាន់អនុវិស័យបឋមបន្ទាប់មកលោកគ្រូចូលទៅកាន់ពិសិដ្ឋបន្ទាប់មកលោកគ្រូចូលទៅកាន់ថ្នាលបឋមចំនួនថ្មីបាទបន្ទាប់មកលោកគ្រូបានវាយប័ណ្ណឈ្មោះគណនីហើយនឹងលេខកូដសម្ងាត់បាទដែលលោកគ្រូនាយកឬក៏លោកគ្រូ ICT លោកគ្រូ ICT ផ្ដល់ឲ្យអញ្ចឹងលោកគ្រូចុចពាក្យចូលអញ្ចឹងទៅបាទបន្ទាប់មកនឹងលោតបាទគណនី POP របស់លោកគ្រូដើម្បីបញ្ចូលព័ត៌មានសិស្សបានលោកគ្រូចូលទៅកាន់ logo ឈ្មោះលោកគ្រូបន្ទាប់មកចូលទៅកាន់ពាក្យគ្រប់គ្រងសិស្សបន្ទាប់មកលោកគ្រូចង់កែឬក៏បញ្ចូលទិន្នន័យសិស្សម្ដងមួយបាទអញ្ចឹងលោកគ្រូឧទាហរណ៍ថាចូលទៅកាន់ឈ្មោះសិស្សឧទាហរណ៍ថាឈ្មោះជាសើនបាទអញ្ចឹងលោកគ្រូចូលទៅកាន់កន្លែងរូបបាទខ្មៅដៃនេះមកបាទចុចកន្លែងហ្នឹងបន្ទាប់មកលោកគ្រូនឹងបំពេញត្រង់ចំណុចដែលខ្វះខាតឧទាហរណ៍កន្លែងលេខសម្ងាត់នេះយើងអត់មានផ្កាយទេចុះលោកគ្រូមិនបាច់បញ្ចូលទេបើសិនជាតិនេះយើងដាក់ខ្មែរជនជាតិនេះយើងដាក់ខ្មែរបាទតែប៉ិតកន្លែងនេះយើងអត់មានផ្កាយដែរអញ្ចឹងមាននេះអត់ដាក់ក៏បានដែរបាទនៅក្នុងនេះណាតែលោកគ្រូចង់ដាក់ឲ្យក៏បានដែរលេខទូរស័ព្ទនេះអត់មានបាច់ដាក់ទេថ្ងៃខែកំណត់នេះគឺមានផ្កាយមានសំខាន់ត្រូវតែដាក់អត់ដាក់គឺមិនអាចកែប្រែបានទេអញ្ចឹងកន្លែងដែលមានផ្កាយនោះគឺវាចាំបាច់ត្រូវតែដាក់អញ្ចឹងខ្ញុំដាក់លេខថ្ងៃខែឆ្នាំកំណើតឆ្នាំសិក្សាបាទកម្រិតថ្នាក់ទី5កន្លែងនេះខ្ញុំរើសដែរដាក់សិស្សធ្លាប់ឆ្លងកាត់មត្តេយ្យបាទទម្ងន់កម្ពស់អីអត់ទាន់ចាំបាច់ទេខ្ញុំអត់ទាន់ដាក់ទេបាទសាយដ្ឋាននេះលោកគ្រូអាចរើសឲ្យក៏បានដែរឬក៏ចន្លោះទុកក៏បានដែរឥឡូវថាខ្ញុំរើសថាខេត្តពោធិ៍សាត់ចោះបាទស្រុកកកឃុំគេថ្នោតជុំបាទភូមិឈើទាលឧទាហរណ៍នេះភូមិឈើទាលបាទអញ្ចឹងខ្ញុំរើសដូចគ្នាខ្ញុំរើសដូចគ្នាបាទឃុំថ្នោតជុំភូមិឈើទាលបាទអញ្ចឹងណែមួយចំនួនទៀតលោកគ្រូអត់តន់បញ្ចូលទេប៉ុណ្ណឹងយើងចុចរក្សាទុកការកែប្រែបាទអញ្ចឹងចុចកន្លែងរក្សាទុកការកែប្រែបាទមិញសិស្សឈ្មោះជាសើនហើយពេលយើងបញ្ចូលសាររបស់ប្រព័ន្ធថាលោកជោគជ័យឥឡូវលោកគ្រូចង់ចូលទៅបំពេញថែមឬមួយក៏ចង់ដឹងថាតើទិន្នន័យដែលបញ្ចូលមិញហ្នឹងវាពិតជាអញ្ចឹងមែនអត់ពិតជាជោគជ័យមែនអត់ចឹងលោកគ្រូចុចទៅកន្លែងបិញដែរតើមកលោកគ្រូនឹងឃើញថាអ្វីដែលខំបញ្ចូលមិញហ្នឹងវាមិនដឹងលោតតាណាអស់អញ្ចឹងនេះជាចម្ងល់ដែលលោកគ្រូភាគច្រើនឃើញបាទអញ្ចឹងពីខ្ញុំទៅគឺកន្លែងលោកគ្រូបញ្ចូលកន្លែងនេះគឺលោកគ្រូបញ្ចូលទាំងអត់ដឹងថាខ្លួនឯងបញ្ចូលបានប៉ុណ្ណាបាទអញ្ចឹងសូមឲ្យលោកគ្រូបដូរការបញ្ចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងសាលារៀនវិញបាទអញ្ចឹងលោកគ្រូអាចចុចកន្លែង logo នេះហើយចុចពាក្យចាក់ចេញមកបាទតមកដើម្បីចូលទៅកន្លែងបញ្ចូលឬក៏កែប្រែព័ត៌មានសិស្សលោកគ្រូចូលទៅកាន់អនុវិស័យបឋមដែរពីមុនលោកគ្រូចូលទៅកាន់ពាក្យសិស្សឥឡូវយើងចូលទៅកាន់ពាក្យគ្រូបង្រៀនហើយយើងជ្រើសកន្លែងថ្នាលគ្រប់គ្រងសាលារៀនបាទត្រង់នេះដោយសារខ្ញុំបញ្ចូលលេខកូដហើយវាលុបផ្ទាំងបែបហ្នឹងឥឡូវខ្ញុំចាក់ចេញសិនបាទអញ្ចឹងពេលដែលលោកគ្រូចូលដំបូងកន្លែងថ្នាលគ្រប់គ្រងសាលារៀនគឺវាចេញអញ្ចឹងបាទអញ្ចឹងលោកគ្រូត្រូវវាយឈ្មោះអ្នកប្រើប្រាស់អញ្ចឹងបើថ្នាលបឋម POP របស់លោកគ្រូចេញមិនប្រើឈ្មោះអ្នកប្រើប្រាស់មិនលេខកូដសម្ងាត់មិនអញ្ចឹងអាកន្លែងនេះគឺលោកគ្រូបាទវាយដូចគ្នាបែបបាត់បាទរួចហើយយើងចុចចូលប្រព័ន្ធមកបាទឥឡូវខ្ញុំចុច no សាំងបាទអញ្ចឹងតែប៉ុណ្ណឹងមកគឺលោកគ្រូអាចប្រើប្រាស់បានហើយលោកគ្រូចុចទៅកាន់កន្លែងត្រេក3នេះមកបាទរើសពាក្យសិស្សបាទរើសពាក្យសិស្សនេះហើយលោកគ្រូចង់ដឹងថាឈ្មោះសិស្សបញ្ចូលហ្នឹងបានត្រឹមត្រូវអត់នេះលោកគ្រូមើលពិនិត្យឈ្មោះជាសើនមិញឥឡូវនេះខំបញ្ចូលហ្នឹងគឺបានតែ 80% ឯងមានន័យថាទិន្នន័យនៅក្នុង 20% ចឹងលោកគ្រូអូសមកខាងស្ដាំដៃមកចុចកន្លែងចុច3នេះដើម្បីបំពេញព័ត៌មានសិស្សបាទចុចកន្លែងកែប្រែទិន្នន័យតខ្លួនបាទអញ្ចឹងមកកន្លែងនេះលោកគ្រូអាចបញ្ចូលថែមបាទចំជាតិខ្មែរបាទពីការនេះយើងរើសមិនមានមកបាទបានសមត្ថនេះលោកគ្រូរើសមិនមានមកបើសិស្សមានប្រភេទបានសមត្ថដាក់មកបាទបាទភូមិឃុំអីជាប់ហើយបាទអញ្ចឹងលោកគ្រូចុចកែប្រែព័ត៌មានបាទបានកែប្រែណាជោគជ័យចូលគ្រូតែឆែកមើលទៀតថាពេញបាន 100% អត់បាទនេះពេលយើងពេញមិញគឺវាឡើងបានតែ 93% ទេអញ្ចឹងលោកគ្រូឆ្ងល់ហ្នឹងមិនអញ្ចឹង
បាទអញ្ចឹងមានចំណុចមួយទៀតលោកគ្រូត្រូវតែបំពេញដែរគឺយើងចូលទៅកន្លែងកែប្រែព័ត៌មានតខ្លួនដែរគឺលោកគ្រូចូលមកកន្លែងនេះជ្រើសរើសសៀវភៅបាទចុចកន្លែងហ្នឹងមកអញ្ចឹងបើសិនអ្នកទី5យើងរើសកម្រិតសិស្សទី5មកកន្លែងនេះយើងរើសឲ្យកន្លែងសៀវភៅសិក្សាគោលហើយលោកគ្រូជ្រើសរើសសិក្សាគោលរបស់សិស្សទាំងអស់ហ្នឹងមកបាទតាមមកចុចកន្លែងជ្រើសរើសរួចហើយចុចកែប្រែព័ត៌មានសិស្សម្ដងទៀតបាទតាមមកលោកគ្រូអាចទៅឆែកមើលនេះជាសារបាទ 100% គឺព័ត៌មានហ្នឹងគឺប្រកាស 100% ថាលោកគ្រូបានបញ្ចូលបានពេញលេញបាទចំណែកព័ត៌មានមួយចំនួនទៀតលោកគ្រូអាចបំពេញនៅពេលក្រោយបានបាទអ្វីដែលជាសំខាន់យើងចង់បានតែតំណែងទូទៅមិញហ្នឹងបាន 100% បាទ